នាព្រឹកថ្ងៃទី3 ខែមេសា ឆ្នាំ2025 ឯកឧត្តមវង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងឯកឧត្តមសមុទ្រ សុធីរិទ្ធ អភិបាលរងខេត្តតំណាងដល់ខ្ពង់ខ្ពស់ ឯកឧត្តម ម៉ាន ស៊ីដេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី11របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុអាណត្តិទី4 ដែលមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយករដ្ឋបាលខេត្ត ប្រធានមន្ត្រីអង្គភាព ជំនាញពាក់ព័ន្ធនឹងទីចាត់ការអង្គភាពការិយាល័យចម្រុះសាលាខេត្តព្រះសីហនុកិច្ចប្រជុំសាមញ្ញលើកទី11របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុអាណត្តិទី4មានរបៀបវារៈចំនួន9យកមកពិនិត្យនិងពិភាក្សារួមមាន 1. ប្រសាសន៍បើកិច្ចប្រជុំ 2. ពិនិត្យគោរង 3. ពិនិត្យពិភាក្សានិងអនុម័តលើសេចក្តីព្រាងរបៀបវារៈនៃកិច្ចប្រជុំសាមញ្ញលើកទី11របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី4 4. ពិនិត្យនិងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី10របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី4 5. ពិនិត្យពិភាក្សានិងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែមីនាឆ្នាំ2025ស្តីអំពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តគិតចាប់ពីថ្ងៃទី21ខែកុម្ភៈឆ្នាំ2025ដល់ថ្ងៃទី20ខែមីនាឆ្នាំ2025 6. ស្ដាប់របាយការណ៍របស់គណៈកម្មាធិការសម្របសម្រួលបច្ចេកទេសខេត្ត គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារ គណៈកម្មាធិការលទ្ធកម្មខេត្ត គណៈកម្មាធិការរៀបចំដែនដីនគររូបនីយកម្មខេត្ត ការិយាល័យប្រជាពលរដ្ឋខេត្ត 7. ពិនិត្យពិភាក្សានិងអនុម័តលើសេចក្តីព្រាងតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្តជូនដល់មន្ត្រីរាជការសាលាខេត្តព្រះសីហនុប្រចាំខែមីនាឆ្នាំ2025 8. បញ្ហាផ្សេងៗ 9. ប្រសាសន៍បូកសរុប